ពុកម៉ែបងប្អូនពូមីងចាថ្ងៃនេះខ្ញុំនៅក្រុមការងារបានមកពិនិត្យស្រែរបស់បងប្អូនដែលបានប្រើប្រាស់ថ្នាំរបស់ក្រុមហ៊ុនកសិកម្មវិសាងហើយមុននឹងទៅកាន់ពិនិត្យស្រែរបស់បងប្អូននាងខ្ញុំក៏បានឃើញស្រែនៅជិតខាងនេះចាបងប្អូនស្រែនៅខាងបល័យនេះនាងខ្ញុំបានមកមើលពីចម្ងាយទៅឃើញវារៀងលឿងស្លឹករបស់បងប្អូនអរគ្នាហើយពេលដែលយើងមើលហ្នឹងយើងបានដកស្រូវចេញមកមើលថាឃើញថាឬស្រូវគឺវាមិនសូវជាលះសអីប្រហែលទេបងប្អូនចាហើយសម្រាប់ឬវិញក៏មានប្រភេទណេម៉ាតូតធ្វើការវៃលុករបស់បងប្អូនអ្នកគ្នាឃើញអត់បងប្អូនគឺឬមានការពងបងប្អូនចាឬពងវាដូចស្ដាយអីចឹងអាហ្នឹងគឺណេម៉ាតូតបងប្អូនចាប្រការណាឬស្រូវដែលមានសត្វល្អិតនេះច្រើនគឺវាធ្វើឲ្យឬហ្នឹងខូចហ្មងឲ្យបងប្អូនចាចាំបាច់យើងត្រូវតែប្រើប្រាស់ថ្នាំដើម្បីរំញោចនៃការចេញឬថ្មីដើម្បីកាត់បន្ថយនៃបញ្ហាណេម៉ាតូតរបស់បងប្អូនអ្នកគ្នាឬក៏បងប្អូនប្រើជាប្រភេទថ្នាំកម្ចាត់ក៏បានដែរហើយស្លឹកលឿងនេះចាបញ្ហាគឺមកពីស្រូវរបស់គាត់នឹងវាកើត stress ចាកើត stress ដូច្នេះធ្វើឲ្យស្លឹកនេះវាលឿងចាប់ពីស្ទប់ស្លឹកខាងក្រោមរហូតដល់ស្ទប់ស្លឹកខាងលើចាសម្រាប់តំបន់នេះគឺជាតំបន់ដីខ្មៅដីបឹងចាហើយស្រូវដែលខ្ញុំមកមើលស្រែនៅខាងបល័យនេះគឺជាពូជ OM18 ហើយព្រោះមុន2ថ្ងៃដែលស្រែដែលខ្ញុំត្រូវទៅមើលបងប្អូនអ្នកគ្នាប៉ុន្តែយើងឃើញបច្ចុប្បន្ននេះវាគឺមិនសូវលះប្រហែលទេតើបងប្អូនយើងនាំគ្នាដើរទៅមើលស្រែរបស់បងប្រុសម្នាក់ដែលបានប្រើប្រាស់ថ្នាំរបស់ក្រុមហ៊ុនកសិកម្មវិសាងតាំងពីដើមរដូវមកហើយសម្រាប់ស្រែរបស់គាត់បច្ចុប្បន្នហ្នឹងគឺបាន21ថ្ងៃណាបងប្អូនគឺព្រោះក្រោយស្រែដែលខ្ញុំនិយាយថាលឿងស្លឹកអំបញ្ញហ្នឹង2ថ្ងៃចាតោះបងប្អូនយើងទៅមើលស្រែរបស់គាត់តើបច្ចុប្បន្នស្រែរបស់គាត់គឺយ៉ាងណាដែរហើយសម្រាប់ស្រូវនឹងលូតលាស់បែបណាដែរពីព្រោះគាត់ព្រុសពូជ OM18 ដូចគ្នាហើយសម្រាប់ថ្ងៃដែលព្រុសហ្នឹងគាត់ព្រុសក្រោយខាងគេទៀតបងប្អូនចាហើយសម្រាប់ការវាតម្លៃរបស់គាត់យ៉ាងណាដែរបងប្អូនយើងតាមដានទាំងអស់គ្នាណាបងប្អូនចាបងប្អូននេះមកដល់ស្រែដែលយើងត្រូវការពិនិត្យបងប្អូនស្រែនេះគឺប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនវិសាងបងប្អូនមានឆ្ងល់ថាស្រែរបស់គាត់ហ្នឹងគឺស្ថិតនៅណាអត់ចាស្រែរបស់គាត់ហ្នឹងគឺស្លងព្រែកមួយគឺជាប់ព្រំដែនតាកែវបងប្អូនគាត់តែស្លងព្រែកគឺចូលព្រំដែនតាកែវហ្មងបងប្អូនចាហើយបងប្អូនមើលនេះចាយើងឃើញថាស្រូវវាបែកគុំខ្លាំងណាបងប្អូនពូជ OM18 បែកគុំខ្លាំងណាបងប្អូនចាមួយដើមអញ្ចឹងបែកចាប់ពី3ដើម4ដើមឡើងបងប្អូននេះនាងខ្ញុំកំពុងតែពិភាក្សាជាមួយបងម្ចាស់ស្រែហើយគាត់ក៏មានប្រសាសន៍ថានៅក្នុងវគ្គគុំគ្រាប់ស្មៅនឹងគាត់បានលាយថ្នាំគុំគ្រាប់ស្មៅលាយជាមួយនឹង Organic Day 1ចាដើម្បីបង្កើនប្រសិទ្ធភាពថ្នាំគុំគ្រាប់ស្មៅនិងការពារផលប៉ះពាល់របស់ថ្នាំគុំគ្រាប់ស្មៅហើយជួយឲ្យស្រូវនឹងចេញឫសបានល្អបងប្អូនចាហើយសម្រាប់វគ្គ8ដល់15ថ្ងៃហ្នឹងគាត់បានប្រើ D5 បូកជាមួយ stress ហើយនៅក្នុងវគ្គហ្នឹងទៅដោយស្រែដែរស្រែខ្លះគាត់ប្រើ D1 បូកជាមួយ stress ទៅតាមស្ថានភាពស្រូវចាហើយសម្រាប់វគ្គ2 18ដល់25ថ្ងៃហ្នឹងគាត់ប្រើ D6 បូកជាមួយ stress ដោយសារស្រែរបស់គាត់ហ្នឹងល្អហើយអញ្ចឹងគាត់ប្រើហ្នឹងគឺទៅតាមស្ថានភាពស្រូវរបស់គាត់ដែរបងប្អូនចាហើយយើងងាកមកមើលស្រែនេះគាត់បានណែនាំនិយាយថាស្រែនេះគឺបានប្រើ Organic Day1 ដែររបស់ក្រុមហ៊ុនចាស្រែនេះមិនមែនស្រែរបស់គាត់ទេប៉ុន្តែគាត់បាននិយាយថាស្រែនេះគឺបានប្រើប្រាស់ Organic Day1 របស់ក្រុមហ៊ុនដែរហើយលាយជាមួយផលិតផលមួយទៀតរបស់ក្រុមហ៊ុនផ្សេងបងប្អូនដូចជា Plasti អីហ្នឹងបងប្អូនរបស់ក្រុមហ៊ុនផ្សេងចាហើយគាត់បានដកឬស្រូវចេញហ្នឹងគាត់ក៏បានឃើញថាស្រូវហ្នឹងគឺវាមិនសូវជាមានការលះប្រហែលតែគាត់មានប្រសាសន៍ថាបើសិនយើងប្រើ Organic Day 1បូកជាមួយ stress ហ្នឹងគឺវាកាត់បន្ថយការចំណាយជាងប្រើផលិតផលរបស់ក្រុមហ៊ុនផ្សេងចាព្រោះ stress វាធូរថ្លៃជាងហើយសម្រាប់ប្រសិទ្ធភាពវិញយើងប្រើ stress ហ្នឹងគឺស្លឹកវាក្រាស់ជាងទៀតបងប្អូនចាហើយស្លឹកវាក្រាស់ហើយស្លឹកវាវែងជាងចាហើយដើមវាធំធាត់ជាងឬក៏ចេញបានច្រើនជាងដែរគាត់បានមានប្រសាសន៍ថាស្រែនេះគឺមានការពុលសរីរាង្គដូច្នេះម្ចាស់ស្រែគាត់ចង់ឲ្យវាខៀវស្អាតអញ្ចឹងហើយចេញឫសបានច្រើនប៉ុន្តែគាត់ប្រើទៅវាដូចរៀងជ្រុលបន្តិចបងប្អូនដោយសារ Organic Day 1ហ្នឹងគឺវាល្អហើយគាត់ដាក់ផលិតផលរបស់ក្រុមហ៊ុនផ្សេងហ្នឹងគឺវាជន់ណាបងប្អូនហើយផលិតផលរបស់ក្រុមហ៊ុនផ្សេងហ្នឹងវាមិនលះដូចមានន័យថាស្លឹកហ្នឹងគឺវារៀងស្ដើងបងប្អូនគេថាស្រូវវាលះពេកស្លឹកវារៀងស្ដើងវាលះតែស្លឹកតែដើមវាមិនសូវធំ
ចាហើយគាត់ដកមិញហ្នឹងបងប្អូនឃើញស្រាប់ហើយថារឿងហ្នឹងវាជាប់ខ្មៅចាដោយសារការសម្អាតកាកសំណល់សបានជញ្ជ្រាំងនៅរដូវមុនហ្នឹងគាត់ធ្វើការសម្អាតមិនទាន់បានល្អចាដូច្នេះទៅវាកើតជាពុលសរីរាង្គចាហើយស្រែនេះដោយសារស្លឹកស្រូវវាស្ដើងបងប្អូនចាដោយសារស្លឹកស្រូវវាស្ដើងហើយឃើញការបែកគុំកូនហ្នឹងក៏វាច្រើនដូច្នេះវាធ្វើឲ្យស្លឹកស្រូវហ្នឹងស្ដើងបើសិនស្លឹកស្រូវស្ដើងហ្នឹងក៏វាងាយកើតជំងឺវាស្នាមអត់តូចបងប្អូនឃើញហ៎គឺស្នាមមែនស្នាមអត់ជំងឺតូចចាប់ផ្ដើមក៏កើតពីព្រោះស្លឹកស្រូវនៅស្រែនេះគឺវារៀងស្ដើងបងប្អូនចាសម្រាប់បងប្រុសផ្ទាល់គាត់ក៏មានការវិតម្លៃសម្រាប់ការប្រើប្រាស់ Organic D1 បូកជាមួយ stress ឬក៏ Amino D5 បូកជាមួយ stress ហ្នឹងគាត់វិតម្លៃខ្ពស់នៃការបូកជាមួយនឹង stress ជាងបូកជាមួយនឹងផលិតផលផ្សេងពីព្រោះបច្ចុប្បន្នហ្នឹងអាកាសធាតុវាប្រែជាមិនទៀងទាត់ហើយមេឃក៏វាក្តៅអញ្ចឹងណាបូកជាមួយ stress គឺល្អបងប្អូនអ្នកគ្នាចាបងប្អូនហើយយើងងាកមកខាងនេះគឺស្រែរបស់បងប្រុសចាហើយស្រែនេះបើយើងគិតមកដល់បច្ចុប្បន្នហ្នឹងគឺបាន21ថ្ងៃហើយចាហើយពេលគាត់បាញ់ថ្នាំហ្នឹងគាត់បាញ់ថ្នាំពេលព្រឹកថ្ងៃទី20អញ្ចឹងគិតមកដល់ឥឡូវហ្នឹងគឺគាត់បាញ់ថ្នាំទៅបានមួយថ្ងៃទេបងប្អូនហើយនៅវគ្គទី2ហ្នឹងគាត់បានបាញ់ D6 បូកជាមួយ stress ចាហេតុអីបានបាញ់ D6 បូកជាមួយ stress ដោយសារស្រែរបស់គាត់ហ្នឹងគឺវាល្អស្រាប់ចាដោយសារវគ្គមុនហ្នឹងគាត់បានបាញ់ Amino D5 បូកជាមួយ stress ចាគាត់មានស្រែពី3កន្លែងស្រែខ្លះគាត់ប្រើ Organic D1 បូកជាមួយ stress ចាគឺគាត់ប្រើថ្នាំទៅតាមស្ថានភាពស្រូវចាហើយនេះក៏ជាការដែលខ្ញុំចង់ណែនាំជូនទៅដល់បងប្អូនយើងប្រើថ្នាំគឺទៅតាមស្ថានភាពស្រូវមិនមែនចេះតែប្រើទេចាខាងក្រុមហ៊ុនគឺមានការណែនាំជូនទៅដល់បងប្អូនច្បាស់លាស់បងប្អូនអរគ្នាចាហើយបងប្អូនក៏បានឃើញច្បាស់ដែរនាងខ្ញុំគឺទៅថតជាក់ស្ដែងហើយទៅចំកន្លែងណាគឺខ្ញុំដកស្រូវកន្លែងហ្នឹងគឺអត់បានរើសស្រូវណាបងប្អូនគឺដើមមួយណាគឺដូចដើមមួយណាគឺវាស្តៀងគ្នាចាបងប្អូនឃើញស្រាប់ហើយចានេះគឺដើមស្រូវចាគឺឃើញវាបែកគុំខ្លាំងហើយឬក៏វែងបានល្អជាពិសេសគឺកូនតសៃឬគឺមានកូនតសៃឬច្រើនមែនតើបងប្អូនចាហើយចាំមើលបងប្អូននាងខ្ញុំដកដើមមួយទៀតឲ្យបងប្អូនមើលហើយយើងឃើញវាយ៉ាងម៉េចដែរកុំឲ្យនិយាយថារើសតែកន្លែងល្អចាសម្រាប់ដើមនេះគឺមានបែកគុំ4ទៅដល់5ដើមណាបងប្អូនសង្កេតមើលនេះបែកគុំ4ទៅដល់5ដើមចាហើយសម្រាប់ឬវិញគឺវែងល្អមិនដូចស្រូវនៅមុខរបស់ស្រែផ្សេងដែលខ្ញុំថតឲ្យបងប្អូនមើលទេចាហើយបងប្អូនឃើញឬនេះបងប្អូនចាតសៃឬគឺវែងល្អចាកូនតសៃឬតើដាក់នៅក្នុងទឹកបានយើងងាយមើលឃើញបងប្អូនហេតុអីបានយើងពេលធ្វើស្រូវហ្នឹងឬស្រូវហ្នឹងយើងចង់បានកូនតសៃឬច្រើនដោយសារកូនតសៃឬច្រើនហ្នឹងគឺវាចាប់នៅលើដីចាប់ឬនៅលើដីហ្នឹងគឺបានមាំចាវាកាត់បន្ថយនៃការដួលហើយទី2កូនតសៃឬច្រើនហ្នឹងគឺស្រូបយកសារធាតុបំពន់បានច្រើនចាជាពិសេសគឺស្រូបយកជីបានច្រើនពេលដែលបងប្អូនបាជីទៅបើស្រូវមានតសៃឬតិចពេកបងប្អូនឬក៏មានឬតិចពេកគឺវាមិនអាចស្រូបយកជីបានច្រើនទេបងប្អូនអរគ្នាចាសម្រាប់តសៃឬច្រើនហ្នឹងវាគឺមានអត្ថប្រយោជន៍ដ៏ល្អមែនទែននៃការស្រូបយកសារធាតុបំពន់នៅក្នុងដីក្រៅពីបង្កើតនៃការចាក់ឬកាត់បន្ថយការដួលចាគឺវាជួយឲ្យស្រូវហ្នឹងគឺលូតលាស់បានល្អបងប្អូនឃើញស្រាប់ហើយបងប្អូនមើលដើមឈើធំណាបើសិនរឹសវាលូតលាស់ល្អរឹសច្រើនគឺដើមវាក៏ល្អដែរបងប្អូនចាហើយដើមល្អហ្នឹងគឺអូសទៅតាមមានផ្លែមានផ្កាច្រើនល្អចាជាពិសេសគឺមានផ្លែច្រើនហើយដើមស្រូវក៏ដូចនេះដែរបងប្អូនចាហើយនេះខ្ញុំដកកន្លែងមួយទៀតបងប្អូនចាយើងធ្វើការដកច្រើនកន្លែងនៅក្នុងស្រែរបស់គាត់ហ្នឹងគឺធ្វើការវិតម្លៃចាស្រូវរបស់គាត់ហ្នឹងគឺកន្លែងណាក៏ល្អដែរបងប្អូនកន្លែងណាក៏មានការបែកគុំហើយចេញរឹសល្អបានច្រើនដែរចាបែកគុំចាប់ពី3ដើមឡើងតាមពូជ OM18 ចាហើយនៅកន្លែងស្រែផ្សេងហ្នឹងពូជ OM18 ដែរប៉ុន្តែខ្ញុំឃើញថាមិនបែកគុំបានល្អអញ្ចឹងហើយក៏មិនធំធាត់បានល្អដោយស្រែរបស់គាត់ដែរណាបងប្អូនចាហើយបងប្អូនកុំភ័យនេះខ្ញុំបានសូមម្ចាស់ស្រែហើយដូច្នេះក៏អភ័យខ្ញុំឲ្យបងប្អូនហើយក្រៅពីប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនណានាងខ្ញុំក៏បានសួរម្ចាស់ស្រែតើគាត់ប្រើជីអីខ្លះចាហើយគាត់ប្រើជីហ្នឹងគឺមានជី NPK ជី DAP ជី URE ចាដោយសារវគ្គនេះគាត់មិនទាន់ប្រើជីកាលីទេចាដោយសារនៅក្នុង NPK ហ្នឹងក៏មានកាលីដែរហើយគាត់ក៏មានប្រើជីប្រភេទជីសរីរាង្គដែរណាបងប្អូនហើយដែលចំណុចតែមិនត្រូវខ្វះចាបងប្អូននៅ3មុខនេះគឺមាន Organic D1 បូកជាមួយ stress ហើយបូកជាមួយរៃអិតថៃទៀតបងប្អូនចាដោយសារស្រែរបស់គាត់ហ្នឹងគឺវាល្អស្រាប់ចាពេលដែលយើងប្រើ Organic D1 បូកជាមួយថ្នាំគុំក្របស្មៅហើយវាជាល្អហើយដូច្នេះ
យើងបូកជាមួយ stage ហ្នឹងបូកជាមួយ organic day 1ចាដោយតែខ្ញុំនិយាយជម្រាបជូនបងប្អូនចឹងស្រ័យរបស់គាត់គឺមានច្រើនកន្លែងចាកន្លែងខ្លះគាត់ប្រើ organic day 1ហ្នឹងបូកជាមួយ stress កន្លែងខ្លះគាត់ប្រើ amino day 5បូកជាមួយ stress ចាហើយមិនត្រូវខ្វះនៅក្នុងវគ្គនេះគឺគាត់បូកជាមួយនឹង ray athai ចា ray athai ហ្នឹងគឺកម្ចាត់ trip ការពារមូសភ្លុងនៅក្នុងវគ្គនេះបងប្អូនអរគ្នាបងប្អូនត្រូវចាំ trip មូសភ្លុងត្រូវតែបាញ់ការពារគឺមិនត្រូវទុកពេលដែលវាចាប់ផ្ដើមយើងឃើញមុខសញ្ញាហើយទៅយើងយកថ្នាំទៅបាញ់គឺពេលហ្នឹងគឺវាមានការខូចខាតរៀងច្រើនដែរបងប្អូនអរគ្នាចឹងនៅក្នុងវគ្គមួយនេះបងប្អូនត្រូវតែបាញ់ការពារទ្រីបមូសភ្លុងដែលប្រើរៃអថាយជាដបក្រហមនេះបងប្អូនចាំមួយដបប្រើមួយហាត់ចាហើយសម្រាប់ organic day 1បូកជាមួយ stress គឺមួយដបហ្នឹងគឺប្រើមួយហាត់បងប្អូនអរគ្នាពីមុខនេះសំខាន់បំផុតនៅក្នុងវគ្គស្រូវ8ទៅដល់15ថ្ងៃចាហើយ3មុខនេះគឺបូករួមបញ្ចូលជាមួយគ្នាបង្កើតចេញជា combo VS1 បងប្អូនចាក្រុមហ៊ុនគឺហៅ combo VS1 ចា3មុខនេះមិនត្រូវខ្វះទេនៅក្នុងវគ្គស្រូវចាប់ពី8ទៅដល់15ថ្ងៃបងប្អូនចានៅក្នុងវគ្គនេះគឺស្រូវវាត្រូវការសារធាតុបំពន់ហើយក៏ត្រូវការនៃប្រភេទថ្នាំការពារដើម្បីជៀសវាងជំងឺសត្វល្អិតតែបងប្អូនតែសម្រាប់វគ្គ1ជំងឺមិនសូវមានទេនៅក្នុងរដូវនេះចាវាទៅតាមស្ថានភាពស្រូវណាជំងឺក្នុងវគ្គនេះប៉ុន្តែសម្រាប់ស្រែរបស់គាត់នៅក្នុងវគ្គ8ទៅដល់15ថ្ងៃហ្នឹងគឺអត់មានជំងឺទេណាបងប្អូនចាហើយចូលបន្តមកវគ្គបន្តហ្នឹងក្រោយពីការទៅពិនិត្យស្រែទៅមើលស្រែវាតម្លៃហើយគាត់ក៏បាននាំគ្នាមកពិភាក្សាជាមួយគ្នាតើវគ្គបន្តហ្នឹងយើងត្រូវប្រើអីខ្លះចឹងពួកអីស្រូវរបស់គាត់ហ្នឹងបច្ចុប្បន្នគឺបាន21ថ្ងៃហើយចាយើងផលិតស្រែវាតម្លៃតើស្រូវនេះវគ្គបន្តទៅប្រើអីគេចាវគ្គបន្តហ្នឹងគឺខាងក្រុមហ៊ុនណែនាំឲ្យគាត់ប្រើតៅម៉ាំបូកជាមួយនឹងorganic day 1ចាបងប្អូនក្រៅពីការប្រើប្រាស់ធម្មពលការគ្រប់គ្រងទឹកក៏វាជាការសំខាន់ដែរជាពិសេសពូជ OM18 នៅក្នុងវគ្គនេះដែលបងប្អូនកំពុងតែធ្វើពូជ OM18 ឬក៏ពូជ OM5451 អីហ្នឹងបងប្អូនត្រូវតែគ្រប់គ្រងកម្រិតទឹកឲ្យបានល្អជៀសវាងនៃការស្រូវហ្នឹងវាកើត stress ខ្លាំងជាងហ្នឹងដោយសារមេកំពុងក្តៅអាកាសធាតុវាមិនទៀងចាហើយសំខាន់បំផុតហ្នឹងស្រូវនៅក្នុងវគ្គ1វគ្គ2បងប្អូនត្រូវតែបាញ់ការពារកម្ចាត់ទ្រីបមូសភ្លុងចាវគ្គ2ក៏សំខាន់ដែរយើងត្រូវតែបាញ់ការពារកម្ចាត់ដង្កូវស៊ីរុងដើមតកូវចាក់ដើមចាហើយតកូវចាក់ដើមហ្នឹងបងប្អូនយើងប្រើដបដុកថង VS ដបហ្នឹងគឺយើងអាចការពារទ្រីបមូសភ្លុងហើយយើងបាញ់កម្ចាត់តកូវចាក់ដើមមកបងប្អូនអរគ្នាចាហើយការបកស្រាយចែកម្លែកជូនទៅដល់បងប្អូននៅក្នុងវគ្គនេះសូមចប់ត្រឹមនឹងសិនជួបគ្នាជាមួយបងប្អូននៅក្នុងវគ្គក្រោយៗទៀតចាអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចាសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូន